ដូចជាក្លៀនដុតមន់ជាមួយកូកាស្បៃក្តោបដល់ហើយបងអូនអើយអញ្ចឹងហើយមិនបង្អង់យូរក៏ទិញមន់មកចុះហៀងមកដុតតែម្ដងទៅចាឲ្យតែដុតមន់ម្ដងបងអូនអើយនិយាយពីក្លិនវិញឈ្ងុយឡើងពេញផ្ទះតែម្ដងណាចាហើយដុតមន់មួយកូកាស្បៃក្តោបរបស់នាងខ្ញុំមកបែបសាមញ្ញទេបងអូនអើយប៉ុន្តែរសជាតិវិញខ្ញុំធានាថា100លើ100ហ្មងចាទៅសារខ្លួនឯងចឹងតែម្ដងទៅគឺឆ្ងាញ់មែនណាបងអូនដុតបែបសាបបន្លែតិចទេប៉ុន្តែរសជាតិវិញឆ្ងាញ់ចាកុំអោយខាត់ពេលយើងបងអូនទៅមើលគ្រឿងផ្សំដុតមន់ជាមួយនាងខ្ញុំទាំងអស់គ្នានេះបងអូនអើយគ្រឿងផ្សំដែលមិនខ្វះមិនបានហ្នឹងគឺគល់ក្រែងដែងលើក្រូចសើចនឹងឯងចាព្រោះអីក្លិនឈ្ងុយបងអូនហើយកាត់ជាតិឆ្អាបសាច់មន់យើងទៀតចាត្រូវតែមានតែអត់មានគឺអត់កើតទេបងអូននៅវាអត់សូវឈ្ងុយអញ្ចឹងគាត់ថាដុតដូចតែគ្នាទេប៉ុន្តែខ្វះគ្រឿងហ្នឹងវាអត់ឈ្ងុយអញ្ចឹងបងអូនតែខ្វះក្លិនឈ្ងុយចោលឲ្យម្ហូបបងអូនអើយត្រូវតែមានក្លិនឈ្ងុយពួកឲ្យចង់ហូបអញ្ចឹងហើយត្រូវតែដាក់បងអូនអើយខ្វះបានទេចាហើយគ្រឿងផ្សំគ្រឿងក្រៅរបស់នាងខ្ញុំដែរប្រឡាក់មួយមាន់ហ្នឹងគឺអត់មានអីច្រើនទេបងអូនរត់អីបន្តិចប៊ីចេងបន្តិចស្ករបន្តិចទឹកប្រេងខ្យងបន្តិចហើយនឹងថែមទឹកស៊ីអ៊ីវបន្តិចផងដែរចាបងអូនអើយហើយបន្ទាប់ពីនាងខ្ញុំដាក់គ្រឿងក្រៅឲ្យអស់ហើយក៏នាងខ្ញុំច្បល់ចូលគ្នាឲ្យសព្វជាមួយសាច់មាន់ហ្នឹងឲ្យចូលជាតិគ្រឿងក្រៅមកស្ទុះទៅគ្រឿងយើងខាំចូលគ្នាឲ្យល្អឲ្យចូលចិត្តឲ្យលក្ខណៈថាសាច់មាន់និងគ្រឿងវាចូលចិត្តគ្នាបានល្អអញ្ចឹងបងអូនទុកឡើងមកស្ទុះអីចឹងទៅបាននាងខ្ញុំចាប់ផ្ដើមក្របឆ្នាំងយកទៅដាក់លើចក្រានតែម្ដងចាគ្រាន់តែដាក់ភ្លាមបងអូនអើយបើកឆ្នាំងមកវិញគឺឆ្អិនពាក់កណ្ដាលបាត់ហើយបងអូនអើយនេះឡើងឈ្ងុយពេញផ្ទះចាដោយសារតែនាងខ្ញុំខ្លេចខ្លោចនាងខ្ញុំថែមប្រេងឆាបន្តិចផងដែរចាដើម្បីកុំឲ្យសាច់មាន់នឹងជាប់នៅបាតឆ្នាំងអញ្ចឹងបន្ទាប់ពីប្រេងហើយក៏នាងខ្ញុំទុកមកស្ទុះទៀតចាដើម្បីឲ្យឆ្អិនមួយជាហៀងទៀតអញ្ចឹងបងអូនហើយមាន់ដុតនេះដែរបងអូនអើយដឹងថាខ្ញុំចូលចិត្តខាងណាគឺចូលចិត្តកន្លែងជើងទេចានឹងកំភ្លៅចូលចិត្តតែពីមុខនឹងទេនិយាយរួមអូយអត់ធ្វើម្ដងអត់ដឹងកំងកំភ្លៅកំងជើងមុនគេហើយចាគឺអត់ឲ្យពីណាទេឥឡូវចូលមកមើលមកហូបនាងខ្ញុំវិញបងអូនអើយបន្ទាប់ពីទុកសាច់មាន់ហើយក៏នាងខ្ញុំមកបុកទឹកជ្រលក់ឲ្យហើយចាទឹកជ្រលក់របស់នាងខ្ញុំគឺទឹកត្រីកោះកុងនឹងឯងហើយទឹកត្រីកោះកុងនេះដែរបងអូនអើយខ្ញុំដាក់ម្ទេសយ៉ាងស្ទើរទេបងអូនដាក់ម្ទេសយ៉ាងខ្លាំងចឹងនឹងចេះហូបម្ទេសដាក់ទៅនឹងពណ៌ស្អាតតែម្ដងចាបងអូនតែនាងខ្ញុំគ្រូសាខ្ញុំមិនសូវចេះហឺទេចឹងអីខ្ញុំនាងខ្ញុំដាក់តែ2 3អីទេតែប៉ុណ្ណឹងចង់ហឺជាប់ផងហើយគ្រឿងក្រៅទឹកជ្រលក់ទឹកត្រីកោះកុងនាងខ្ញុំមានអីច្រើនទេបងអូនមានតែទឹកត្រីស្ករសប៊ីចេងនឹងឯងចានិយាយរួមអត់ដាក់អំបិលទេណាបងអូនកុំដាក់អំបិលសបយ៉ាត់ប្រៃនាងខ្ញុំដាក់ប៉ុណ្ណឹងទៅហើយថែមទឹកក្តៅបន្តិចគឺរសជាតិការស្រេចហើយបន្ទាប់ពីធ្វើទឹកត្រីកោះកុងទុកបន្លែហើយបងអូនមកមើលសាច់មាន់នាងខ្ញុំនេះឆ្អិនល្មមគឺនាងខ្ញុំថែមបន្លែស្ពៃក្តោបរបស់នាងខ្ញុំចូលតែម្ដងចាហើយថែមកូកាផងដែរកន្លះដបគឺថែមមកងាស់ជាមួយមាន់ហ្នឹងបងអូនដើម្បីឲ្យចេញចិត្តមាន់ហ្នឹងជាមួយស្ពៃក្តោបទៅវាចូលចិត្តគ្នាអញ្ចឹងចាឥឡូវនិយាយឆ្អិនហើយបងអូននេះមាន់ដុតរបស់នាងខ្ញុំចាបន្លែមានតែតសក់ហើយនឹងខ្ទឹមក្រហម2មុខទេបងអូនបន្លែនាងខ្ញុំថ្ងៃនេះអី3មុខទឹកស្ពៃក្តោបដុតដែរចាបងអូននិយាយដល់ណាថាមើលប៉ុណ្ណឹងនឹងចង់ភ្លេចបន្លែខ្លួនឯងទៀតណាចាអញ្ចឹងហើយថាមិនមែនថាចាស់អំបេងគឺក្មេងគឺអំបេងមុនចាស់ចានិយាយរួមបន្លែមាន់ដុតច្រើនណាបងអើយអីក៏ផ្ទាប់បានដែរប៉ុន្តែនាងខ្ញុំមកខ្ជិលបន្លែញ៉ៃៗច្រើនក៏នាងខ្ញុំដាក់តែប៉ុណ្្នឹងទៅដោយសារតែមួយថ្ងៃនឹងហូបបន្លែច្រើនដែរឲ្យតែបន្លែខៀវហូបរហូតអញ្ចឹងហើយនាងខ្ញុំខ្ជិលទិញអីក្បោចច្រើនតិចតែប៉ុណ្ណឹងវីដេអូដុតមាន់របស់នាងខ្ញុំក៏បានចាក់រួចរាល់ដែរបងអូនអើយចាំជួបគ្នានៅវីដេអូក្រោយទៀតចា